សួស្តីអ្នកទាំងអស់គ្នា Welcome back to my vlog នេះជាវីដេអូភាពបញ្ចប់នៃថ្ងៃទី2និងទី3នៃការជិះកប៉ាល់កម្សាន្តពីប្រទេសសង្ហបុរីទៅកាន់កោះប៉េណាំងនៃប្រទេសម៉ាឡេស៊ីចង់ដឹងថានៅពេលដែលចតកប៉ាល់នៅប៉េណាំងពួកយើងមានសកម្មភាពអីគេខ្លះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណានេះអាហារពេលព្រឹកបើសិនជាខ្ជិលចង់ញ៉ាំអីចុះទៅក្រុមអីអាចកំងញ៉ាំបានមកលើនៅដល់ក្នុងបន្ទប់ហ្នឹងហើយធីកគេមានកระดาษមកគេហើយយើងធីកទៅហើយព្យួរនៅមុខទ្វារទៅគេឃើញហើយព្រលឹមឡើងគេយកមកដល់ហើយឥឡូវកាត់មកដល់ញ៉ាំអាហារពេលថ្ងៃដោយសារពេលព្រឹកពួកខ្ញុំអត់មានសកម្មភាពអីទេអញ្ចឹងពួកខ្ញុំនៅគេងរហូតដល់ម៉ោងបាយថ្ងៃត្រង់ហើយឥឡូវមកញ៉ាំអីម្ហូបជប៉ុននៅលើកប៉ាល់នឹងដែរបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំក៏ដើរមកជុំដើម្បី window shopping ទិញមើលអីវ៉ាន់អត់ទិញទេប៉ុន្តែមើលលេងអីអញ្ចឹងណាអ្នកទាំងអស់គ្នាជឿអត់ថានៅលើហ្នឹង3យប់ខ្ញុំអត់មានអារម្មណ៍ថាចង់ឆាប់មកផ្ទះវិញទេដោយសារនៅលើហ្នឹងអីក៏មានដែរដោយសារមានកន្លែងលក់កៅអៅលក់សម្ភារៈលក់ skin care អីផ្សេងនៅលើហ្នឹងអញ្ចឹងយើងមានអារម្មណ៍ថាអត់សូវធន់ហ្មងយើងអាច shopping បាន Hello សួស្តីអ្នកនរគ្នាឥឡូវខ្ញុំកំពុងនៅក្នុងហាងកន្លែងគេលក់ទំនិញដើមមើលលេងអត់ដឹងថាទិញអីមែនមើលលេង window shopping អញ្ចឹងណានិយាយទៅនៅលើកប៉ាល់នេះអត់ខ្វះ activity លេងទេនិយាយទៅមានច្រើនហើយហាងលក់ទំនិញលក់អីហ្នឹងកៅអៅទាំងអស់គ្រឿង make up អីហ្នឹងគឺមានគ្រប់យ៉ាងនៅលើហ្នឹងហ្មងហើយកុំភ័យថាមកហ្នឹងអត់មានអីលេងអត់មាន activity អីគឺ3ថ្ងៃ4ថ្ងៃ3យប់ហ្នឹងគឺថាពេញហ្មងឥឡូវហ្នឹងយើងដល់ពេលហ្នឹងហើយកប៉ាល់ធ្វើការឈប់ចតហើយគេឲ្យរយៈពេលចាប់ពីចុះកប៉ាល់ហ្នឹងទៅចាប់ពីម៉ោង2ដល់ម៉ោង9យប់អញ្ចឹងយើងត្រូវតែត្រឡប់មកវិញឡើងកប៉ាល់ហ្នឹងមុនម៉ោង9បើមិនអញ្ចឹងទេកប៉ាល់ដឹងតែចេញចោលហើយការនេះសំខាន់ណាស់ណាបាត់អត់បានទេសួស្តីអ្នកនរគ្នាមុនហ្នឹងខ្ញុំ walk past the immigration តែគេត្រូវការវាយគេត្រូវការ passport ដោយសារខ្ញុំមានកាតនេះកាត cruise នេះចឹងគេអត់ចាំបាច់ check passport ឯងសូទុកអាហ្នឹងឲ្យស្រួលបួលប្រយ័ត្នបាត់ទៅរកតាក់ស៊ីជិះដើម្បីទៅមកដោយសារទៅមើលត្រូវទិញអីវ៉ាបានអីតិចតួចអីចឹងគេអាប់ដេតប៉ុណ្ណឹងចាំតទៀតសួស្តីអ្នកនរគ្នាបន្ទាប់ពីខ្ញុំជិះតាក់ស៊ីហើយឥឡូវខ្ញុំមកដល់ mall ហើយទិញបានមេធីមួយកែវហើយរកមើលទិញអីវ៉ាន់អីទៀតហើយដើរទិញអីវ៉ាន់ខ្លះចាំមើលតើដឹងថាទិញអីហ៎សួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំនៅផ្សារប៉ុន្តែនៅពីណាំងបាទនៅពេលណាំងប៉ុន្តែខ្ញុំអត់ដឹងថាផ្សារឈ្មោះអីទេខ្ញុំចេញពីផ្សារមួយទៀត mall មួយទៀតទិញកៅអៅទិញអីហើយឥឡូវមករកអីញ៉ាំហើយម៉ាស្សាជើងបន្ទាប់ពីម៉ាស្សាហើយខ្ញុំមករកអីញ៉ាំទៀតហើយជាញ៉ាំឡាក់សានឹងឡាក់សាពេលណាំង so let's see ថាខ្ញុំមានអីបន្ទាប់
ឥឡូវខ្ញុំចេញពីម៉ាស្សាយដើរទៅរកអីញ៉ាំម្ដងញ៉ាំឡាសាពេលណាំង Jingle bells, jingle all the way. Oh, what fun it is to ride in a one-horse open sleigh. Santa Claus is coming to town. Sưu xe nào này là nhóm mau bên nhai là mau làm cruiseវិញដោយសារគេចេញមក9បើអត់មកទេគឺថាកប៉ាល់នឹងចេញចោលហើយ Amazing! This is our cruise ឥឡូវយើងចូលមកដល់ញ៉ាំអាហារពេលល្ងាចម្ដងដោយសារមុនហ្នឹងញ៉ាំអីនៅពេលណាហ្នឹងគឺយើងគ្រាន់តែញ៉ាំមកត្រប់ពោះទេគឺញ៉ាំអត់យកឆ្អែតទេហើយនៅពេលដែលត្រឡប់មកដល់លើកប៉ាល់វិញពួកយើងក៏បានចូលហាងអាហារមួយហ្នឹងគេតុបតែងរបៀប Wonderland របៀប magic អញ្ចឹងដូចខ្ញុំធ្វើនៅក្នុងវីដេអូហ្នឹងអញ្ចឹង So yes, this is our bird's nest from the element of fire. Means there's a birds gonna fly away. Are you ready? Yes. 1 to n. Okay, so what we're having here is the bird's nest. The nests look like are made from filodo or katay fido, originated from the Middle East. Kale, sriracha also, and powdered blue cheese inside. Okay, breadcrumbs on the top, Japanese breadcrumb, and some sriracha again, and so this is the element of fire. So we have the birds, fried kale and apple chip, and we have also the pink pepper consomme. Sorry. 3, okay? So you can experience them all. So, what do you think about the apple? Is real or not real or imaginative? What do you think about it? Not real Not real. Okay, let's gonna find it out. So I'll cut it so you can see what's inside. Okay, ta-da! Alright, so they're made from 3 kind of berry mousse. Blackcurrant, raspberry, and blueberry inside. Okay. Also, we have the lemon core in the middle, coconut dako, and a bit of breadcrumbs. Okay. And of course, balanced with our homemade yogurt ice cream. Now we have also your magical mushroom garden. Okay, it's edible, you sure? And the big red mushroom are made from sweet peach, red glaze, covered underneath is a pistachio mousse mixed with the white chocolate. Okay. These 2 tiny mushrooms are made with spices, cayenne pepper and the pink peppercorn. All the white stuff, including the stem, are made from meringue. The soil and the bottom look alike, are made from 2 kind of dessert, red velvet cake, chocolate sponge cake, and we add pistachio. That's why it look like a pebbles. Okay, and this one is balanced with mango. When you're eating this dish, I would suggest for you go with the mango because that's the flavor there. Yeah, because if not, you're gonna be dry. Okay, now your video is on. Video. Your video here. Ready? Yes. From the element wrinkle is from the world. There's a chocolate spear made from dark chocolate. On top is the dust of gold. Okay, so let's inside. See what inside it is. Just wait for it. Ta-da! Inside the wall, you can find the salted caramel icing in the middle. This is chocolate sponge cake and the peanut butter creme brulee. Alright? Enjoy. នេះគឺជាអាហារពេលយប់ពួកខ្ញុំហៅមកខ្ទង់ម៉ោង7:01យប់ហ្នឹងហើយ1ភ្លឺ Morning go to eat breakfast. It was a go to eat breakfast. ទៅញ៉ាំបាយផឹក
Tuesday អ្នកទាំងអស់គ្នា Today is day 3 on cruise. I'm going to have lunch and then after I go play basketball. This is another activity. Guest elevator lobby. Hey. Hello. Hello, this is my day 3 on cruise, but I already took some video this morning what the activity on the cruise. Yep. Ta-da! We will be in Singapore tomorrow morning about 7. Yes. Sơ đây nè các bạn là nhóm mau mơ ở cái sân đáy sâu. ឥឡូវយប់ទី3ហើយពួកខ្ញុំអត់ដឹងទៅណាអញ្ចឹងមានតែមកមើលសូមើលការសម្ដែងគេម្ដងទៀតនិយាយទៅការសម្ដែងគេមួយហ្នឹងខ្ញុំមិនដឹងថាគេហាត់សមប្រហែលខែប្រហែលឆ្នាំមិនបានប៉ុណ្្នឹងទេនិយាយថាភ្លើងកៅអៅអីឆាអីគឺថារៀបស្អាតមែនតើហើយអត់ជន់គ្នាទៀត
បន្ទាប់ពីមើលសូនឹងចប់ហើយពួកខ្ញុំអត់មានទៅណាទៀតទេដោយសារត្រូវរៀបចំកៅអៅរៀបចំវ៉ាលីដើម្បីទុកពេលផឹកឡើងដើម្បីចុះឆែកអៅចេញពីកប៉ាល់ហ្នឹងហើយណាមួយត្រូវញ៉ាំអាហារពេលផឹកហ្នឹងខ្ទង់ម៉ោង6ផឹកទៀតអញ្ចឹងត្រូវឆាប់ចូលសម្ភារអ្នកទាំងអស់គ្នានេះគឺជាព្រឹកថ្ងៃទី4មុនពេលដែលពួកខ្ញុំរៀបចំឲ្យបានចុះមកវិញនិយាយទៅម្ហូបគេមានច្រើនបែបច្រើនយ៉ាងនិយាយទៅចង់គោកក៏បានចង់ស៊ុបក៏បាននិយាយទៅញ៉ាំអីក៏បានដែរនៅលើហ្នឹងហើយឲ្យតែយើងចេះញ៉ាំអីញ៉ាំទៅឲ្យតែញ៉ាំអស់ Bye bye go home វីដេអូដំណើរកម្សាន្តនេះបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like subscribe comment ម្នាក់មួយផងនៅលើវីដេអូខ្ញុំហើយខ្ញុំនឹងមានចេញវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតអរគុណច្រើន Bye bye